大家们好，今天老师来教你们相关就是银行的政策，那就是银行的政策就是如果我们学习相关就是银行的政策之后，就是大家都是认识很多就是银行的政策，然后银行的员工如果他们就是有做事在银行的时候有客户来开账户或者有客户来开账户那些，就是如果银行的员工他懂得银行的政策，他会跟客户中国人的客户沟通。那今天老师来教大家们就是有相关一些的银行的政策。OK ថ្ងៃនេះ老师មកបង្រៀនពាក្យពាក់ព័ន្ធជាមួយពាក្យនៅក្នុងការប្រើប្រាស់នៅក្នុងធនាគារអញ្ចឹងបើសិនជាបុគ្គលិកដែលគាត់បម្រើការងារក្នុងវិស័យធនាគារអញ្ចឹងគាត់នឹងបើសិនជាគាត់ចេះពាក្យនៅក្នុងវិស័យធនាគារនៅពេលដែលអតិថិជនដូចជនជាតិចិនមកបើកគណនីនៅក្នុងធនាគារឬក៏មករកសេវាកម្មពាក់ព័ន្ធធនាគារគាត់នឹងយល់ពាក្យគួរប្រើពាក្យយ៉ាងម៉េចដើម្បីទៅកាន់អតិថិជនសម្រាប់ជនជាតិចិនអូខេឥឡូវថ្ងៃនេះលោកសើបង្រៀនពាក្យមួយចំនួនពាក់ព័ន្ធជាមួយនឹងពាក្យនៅប្រើប្រាស់ក្នុងធនាគារអូខេអញ្ចឹងពាក្យទី1គឺពាក្យឈុនខ្វាន់គឺបកថាដាក់ប្រាក់ឈុនខ្វាន់ដាក់ប្រាក់ឈីខ្វាន់ដកប្រាក់ធីខ្វាន់ដាក់ប្រាក់ជាន់ចាំងផ្ទេរប្រាក់ឬក៏បាញ់លុយសៅម៉ាស្កេនកូដជាធូរូបភាពឬក៏ហៅថា screenshot ជាធូជាន់ចាំងជាធូរូបភាព screenshot បាញ់លុយវេម៉ា QR code ជាន់ចាំង成功ផ្ទេរប្រាក់ជោគជ័យជាន់ចាំង失败ផ្ទេរប្រាក់បរាជ័យ完成រួចរាល់ឈុនជឺសៀវភៅធនាគារជាជីខា debit card 信用卡 credit card Visa 卡 Visa card 万事大卡 Master card 手机វិក័យប័ត្រ余额សមតសាច់ប្រាក់ដែលនៅសល់好的，那今天老师来教有一些相关银行的生词，金融生的词汇，相关那个金融词汇，金融词汇就是说银行的政策，所以是今天老师来教你们到这里的，然后希望大家就是有那个再听老师一遍，当老师读的时候。好的，那今天老师教你们到这里吧，谢谢大家。